សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយមេសាជាមួយនឹងសាច់រឿងថ្មីអញ្ចឹងថ្ងៃនេះដែរគឺយើងត្រឡប់មកជួបគ្នាម្ដងទៀតហើយជាមួយនឹងសាច់រឿងថ្មីហើយសម្រាប់បងប្អូនដែលលោកសួរថា channel គុំខ្លាចហ្នឹងគឺទុកចោលឬក៏មិនហើយ channel ដែលត្រូវគុំខ្លាចទុកចោលហ្នឹងគឺក៏មិនខ្ញុំកំពុងតែរករបៀបក្នុងការធ្វើយ៉ាងម៉េចដើម្បីឲ្យយើងនេះបងប្អូនកុំឲ្យ YouTube វាចាប់ទៀតហើយក៏អធិស្ឋានដែរនៅពេលដែលខ្ញុំដឹងបងប្អូនដឹងហើយតែខ្ញុំធ្វើវីដេអូគឺខ្ញុំអត់ដាក់សលេងអីសលេងពីក្រោយទេដូចតែសលេងឆ្កែលូតែប៉ុន្តែមួយរយៈនេះខ្ញុំដាក់សលេងចរិតសលេងឆ្កែលូហ្នឹងគឺដោយសារតែបើបងប្អូនធ្វើខាងហ្នឹងគឺដឹងហើយគឺ YouTube វាចាប់ហើយវាចោតយើងប្រើតែរូប AI តែមួយស្លឹកទេប៉ុន្តែវាចោតយើងតែយើងប្រើ AI ធ្វើផ្សេងៗអញ្ចឹងណាអញ្ចឹងដើម្បីអភិលអីហ្នឹងគឺនៅយើងត្រូវធ្វើការ record វីដេអូ screen អញ្ចឹងទៅយើងចូលទៅកន្លែងកាត់តយើងបង្ហាញវាឃើញ process របស់យើងហើយណាមួយយើងដាក់សំឡេងបែបហ្នឹងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់យើងដើម្បីឲ្យ YouTube ហ្នឹងវានេះប៉ុន្តែมันជាបញ្ហាទេហើយខ្ញុំនឹងរកវិធីផ្សេងអញ្ចឹងខ្ញុំអាចនឹង channel មេសានេះខ្ញុំនឹងថតជិះម៉ូតូហ្នឹងហើយថតជិះម៉ូតូនៅពេលយប់ឬក៏ពេលថ្ងៃអញ្ចឹងទៅខ្ញុំយកមកដាក់ហើយបូកជាមួយនឹងសំឡេងនិទានរឿងចំណែកឯ channel កុំខ្លាចខ្ញុំនឹងអាចថតវីដេអូខ្ញុំនិយាយផងយើងដាក់រូបចូលផងអីចឹងទៅអញ្ចឹងអាហ្នឹងដើម្បីអីដើម្បីយើងកាត់បន្ថយការប្រើប្រាស់ AI ហើយមួយវិញទៀតយើងបន្សំខ្លួនជាមួយនឹងកាមេរ៉ាហើយប៉ុន្តែអាហ្នឹងយើងចាំមើលជាក់ស្ដែងសិនតើវាមិនវិញអញ្ចឹងណាបងប្អូនហ្នឹងហើយតោះមិនឲ្យខាតពេលបងប្អូនយើងយូរទេយើងចូលទៅសាច់រឿងតែម្ដងទៅហើយទៅសាច់រឿងឯនេះដែរគឺខ្ញុំទទួលបានអំពីបងប្រុសម្នាក់គាត់ឲ្យខ្ញុំហៅឈ្មោះរបស់គាត់ថាបងចော့សាច់រឿងរបស់បងចော့នេះដែរគឺកើតឡើងកាលពីអំឡុងឆ្នាំ2008បងចော့គាត់និយាយថាសាច់រឿងនេះគឺនិយាយទៅគឺពាក់ព័ន្ធជាមួយនឹងក្មេងប្រុសម្នាក់នៅភូមិរបស់គាត់នៅខេត្តកំពង់ធំណាគាត់ថាភូមិរបស់គាត់ហ្នឹងគឺនៅវាឆ្ងាយអំពីក្រុងគាត់ថានៅម្ដុំជីភ្នំហ្នឹងភ្នំព្រៃហ្នឹងហើយជំនាន់នោះគាត់ថានៅស្រុករបស់គាត់ហ្នឹងព្រៃច្រើនណាស់ហើយផ្ទះគឺមួយដាច់ឆ្ងាយពីគ្នាអញ្ចឹងបងចော့គាត់ថានៅភូមិរបស់គាត់យើងនិយាយថាភូមិរបស់គាត់ផ្ទះនីមួយគឺចម្ងាយពីគ្នាហ្នឹងប្រហែលជា10-20ម៉ែត្រអញ្ចឹងណា10-20ម៉ែត្រជួនកាល50ម៉ែត្រវាថាវាមិនមែនជាប់លបងគ្នាទេវានៅដាច់ពីគ្នាមានគ្រួសារមួយដែលគ្រួសារហ្នឹងក៏យើងសុំដាក់ឈ្មោះឲ្យគាត់ថាមីងធីពូថាទៅចុះហើយគ្រួសាររបស់មីងធីពូថាគឺគាត់អត់មានកូនទេបងប្អូនគាត់រៀបការជាមួយគ្នាបើតាមនេះមកហ្នឹងបើចូល20ឆ្នាំហើយបងប្អូនគាត់ការតាំងពីមីងធីនៅអាយុ17ឆ្នាំពូថាគាត់អាយុ18ឆ្នាំហើយគាត់ឡើង30ជាងហ្នឹងចុង20ឆ្នាំគឺពួកគាត់អត់មានកូនទេអញ្ចឹងទៅបងប្អូនហើយរស់នៅតែពីអ្នកប្តីប្រពន្ធធម្មតាទេយើងចង់បានកូនមួយដើម្បីមកជាត្រួយនៃជីវិតរបស់យើងមកលេងជាមួយមកមើលថែឃើញកូនគេក៏ឃើញគេមានកូនតូចបដាលេងជីកកជីអីនាំទៅណេះទៅណោះចិត្តរបស់គាត់នឹងក៏ចង់បានដែរអញ្ចឹងក៏គាត់ចេះតែរោថ្នាំបងប្អូនហ្នឹងហើយធម្មតាជំនាន់នោះគេមានអ្នកដែលគាត់ជីកង់ជីលម៉កលក់ថ្នាំលក់អីចឹងទៅឲ្យតែគេនិយាយថាអូថ្នាំនឹងបកែទៅទិញភ្លាមគេនិយាយថាប្រើថ្នាំនេះទៅល្អទៅទិញភ្លាមគេនិយាយថាឡើងភ្នំទៅកាប់ដើមយកមកដាំមកពេលខ្លះគាត់ឡើងភ្នំ3 4 5ថ្ងៃបងប្អូនដើម្បីទៅរកថ្នាំយកមកដាំផឹកតាមដើម្បីតែគេប្រាប់ប៉ុន្តែគឺទោះបីជាគាត់ខំប្រឹងប្រែងយ៉ាងណាក៏ទេវតាហាក់បីដូចជាមិនប្រណីបែបឆ្នោតដែរគឺมันមានបុត្រទេมันមានកូនទេបន្ទាប់មកក៏ថ្ងៃមួយហ្នឹងក៏មានលោកអ៊ំម្នាក់ហ្នឹងគាត់ដូចថាគាត់នៅភូមិហ្នឹងពីដើមគាត់នៅភូមិហ្នឹងប៉ុន្តែបន្ទាប់មកគាត់ក៏ចាក់ចេញពីភូមិហ្នឹងទៅនៅជាមួយនឹងកូនរបស់គាត់ទៅនៅមួយកូនរបស់គាត់នៅទីរួមខេត្តណាដល់ទៅនៅមួយកូនទៅគាត់មានអារម្មណ៍ថាគាត់នៅជាមួយកូនគាត់អត់ចុះសម្រងជាមួយនឹងកូនប្រសាស្រីរបស់គាត់ហ្នឹងពួកមនុស្សគាត់ចាស់ទុំពីដើមអញ្ចឹងទៅគាត់តែងតែសារលូថាឲ្យកូនស្រីរបស់គាត់ហ្នឹងដូចថាប្តីមកពីធ្វើការវិញអត់ទាន់មានបាយមានទឹកអីចឹងទៅគាត់លូទៅពេលណាខ្លះទៅប្តីប្រពន្ធគេឆ្លោះគ្នាក៏ដោយសារតែគេថាមកពីគាត់លូមកអីចឹងទៅគាត់ក៏ឈប់នៅគាត់ក៏មកនៅភូមិវិញមកនៅភូមិនេះវិញណាមួយគាត់មានដីស្រែចកាគាត់ផងចឹងគេចាត់ទុកថាគាត់ជាចាស់ជាទុំនៅក្នុងភូមិទៅហើយលោកតាទៀតសោតហ្នឹងក៏គាត់ហ្នឹងមនុស្សគាត់បងប្អូនឲ្យតែនៅភូមិគាត់តែងតែដើរទៅចកាទៅអីចឹងគាត់មកវិញចឹងទៅហើយ
ទោះបីជាអាយុគាត់រៀងច្រើនតែគាត់នៅមុំតមហើយគាត់មកអញ្ចឹងគាត់ឃើញអ្នកភូមិអីនៅក្បែរផ្លូវក្បែរធ្វើអីចឹងគាត់តែងតែហៅសួរមេនាងក្មួយធ្វើអីនោះអាបើធ្វើអីអាចៅឲ្យធ្វើអីអញ្ចឹងណាគាត់តែងតែសួរនាំមនុស្សគាត់រស់រាយដល់ថ្ងៃមួយហ្នឹងគាត់មកពីចការបស់គាត់មកពីចការបស់គាត់ទៅមកដើរមកដល់មកផ្ទះមីងធីពូថានឹងឯងដល់អញ្ចឹងទៅក៏មីងធីពូថាហ្នឹងក៏អូអ៊ំមកពីណាអ៊ំនេះអ៊ំមកពីស្រែទៅរកដាំបាយដាំទឹកហូបមនុស្សមីងធីពូថាក៏មនុស្សគាត់ហ្នឹងក៏ចិត្តល្អដែរគាត់ថាដាំបាយទៅអ៊ំស្មានឲ្យហើយនោះចូលមកអ៊ំហូបបាយតែខ្ញុំមកពេលនេះកំពុងរៀបចំបាយល្មមបន្លែមកបេះលក់បន្តិចសិនពេលហ្នឹងលោកតាគាត់ប្រកែកតែប៉ុន្តែមីងធីពូថាក៏ចេះតែមកអ៊ំអ៊ំអញ្ចឹងណាមកអញ្ចឹងទៅអ៊ំប្រុសគាត់ចូលទៅលោកតាហ្នឹងក៏គាត់ចូលទៅអញ្ចឹងជួនពេលអីពេលហ្នឹងគឺម្ដាយរបស់បងចော့នេះប្រើបងចော့ថាឯងទៅសុំជីស្លឹកខ្ទឹមតិចមកយកមកបង់សម្លអញ្ចឹងប្រើគាត់ហើយក៏ឲ្យយកសឡមកឲ្យដែរលក្ខណៈយើងសុំគេយើងជូនសឡគេម្ចាស់អញ្ចឹងណាគាត់ក៏កាន់សឡដើរមកដល់ក៏អូពូហូបបាយល្មមនេះពូម៉ែឲ្យយកសឡមកជូនហើយសុំស្លឹកខ្ទឹមហើយនឹងជីបារាំងទៅតិចផងជីអាណាតិចផងអញ្ចឹងណាអញ្ចឹងទៅក៏លោកពូថានោះទៅសក់ទៅក្មួយនោះនៅក្បែរនោះឯងគាត់ក៏ដើរមកសក់ពេលហ្នឹងក៏ឮលោកតានឹងនិយាយថាបើចង់បានកូនងាយទេឡើងទៅលើភ្នំទៅលើភ្នំទៅដល់លើភ្នំហ្នឹងវាមានដើមច្បក់មួយដើមធំមានដើមច្បក់មួយដើមធំហើយវាមានខ្លោមអ្នកតានៅនឹងឯងប៉ុន្តែខ្លោមអ្នកតាហ្នឹងមិនដឹងថាមិនហើយទេព្រោះវាយូរឆ្នាំមកហើយមិនដែលមានគេទៅធ្វើទៅអីចឹងណាក្មួយឯងឡើងទៅពេលដែលទៅដល់ហ្នឹងមិនបាច់អីច្រើនទេគាត់ថាមិនបាច់ដាក់អីច្រើនទេចេកតែមួយស្និតទៅមន់មួយចេកមួយស្និតមន់មួយហើយនឹងស្រាសមួយដបដាក់ទៅហើយសុំទៅចង់បានអីចង់បានកូនប្រុសប្រាប់គេតែកូនប្រុសហើយចង់បានកូនស្រីប្រាប់គេតែកូនស្រីនិយាយអញ្ចឹងនៅពេលដែលឮអញ្ចឹងក៏ដំបូងឡើយក៏ពួកគាត់នេះមិនបាននេះដែរហើយបងចော့ពេលហ្នឹងក៏គាត់បានតែឮទេគាត់មិនបានតែខ្វល់ជាមួយទេគាត់កំពុងតែសក់ស្លឹកខ្ទឹមហើយជាមួយនឹងជីរណានឹងឯងសក់គាត់ក៏ដើរទៅផ្ទះទៅប្រហែលថ្ងៃក្រោយមកក៏ស្រាប់តែឃើញពីអ្នកប្តីប្រពន្ធគាត់ហ្នឹងបងប្អូនឃើញគាត់ទូកជើហើយយើងឃើញមានចេកមានមន់អីចឹងណាគាត់ទូកជើដូចតែដើរទៅភ្នំហើយនិយាយទៅបើដើរចូលព្រៃពីភូមិគាត់ទៅចូលទៅដល់មាត់ព្រៃមិនឆ្ងាយទេដើរតែ300ម៉ែត្រដល់ហើយពេលនោះឪពុកម្ដាយគាត់ក៏ស្រែកសួរថាអ្នកធីអ្នកថាអើយតាណាថានេះខ្ញុំឡើងទៅភ្នំបងតែឡើងទៅធ្វើអីថាតាគាត់ប្រាប់ឲ្យឡើងទៅនឹងទៅសុំកូនបានហើយគាត់ប្រាប់ត្រង់មនុស្សគាត់ចូលចិត្តនិយាយត្រង់លេចេះលាក់លៀមទេអញ្ចឹងក៏ម្ដាយគាត់ថាធ្លាប់ឮគេនិយាយដែរតាគាត់ថាមិនសូវជាបានមានតែគេនេះគាត់ទៅតភាកច្រើនចាស់ពីដើមឮនិយាយអញ្ចឹងណាអញ្ចឹងក៏ពួកគាត់ពីហ្នឹងក៏ទៅរួចមកក៏បង្ចក់សួរទៅកាន់ឪពុកម្ដាយគាត់ថាពុកម៉ែទៅសុំកូនបានមែនអត់ហ្នឹងពុកម្ដាយគាត់ក៏ថាធ្លាប់មានគេសុំបានតែចាស់ពីមុនដល់ឥឡូវគេមិនសូវមានគេទៅទេប្រហែលឆ្នាំមិនដែលមានគេទៅអញ្ចឹងណាអញ្ចឹងក៏រំលងចោលទៅបន្ទាប់ពីគាត់ទៅថ្ងៃដែលគាត់ទៅសុំហ្នឹងទៅសុំកូននឹងមករំលងមកបានតែប្រហែលខែក៏ស្រាប់តែទទួលដំណឹងថាអ្នកមីងធីហ្នឹងគឺគាត់មានផ្ទៃពោះហើយអញ្ចឹងក៏អ្នកភូមិក៏គេជួយអបអរសាទរដែរអញ្ចឹងណាអញ្ចឹងទៅក៏ពូថានោះក៏ខិតខំឲ្យបងប្អូនឲ្យថែរក្សាកថែរក្សាកូនថែរក្សាប្រពន្ធអំឡុងពេលដែលគាត់មានកហ្នឹងបងប្អូននិយាយទៅគឺឧស្សាហ៍មានគេឃើញគេតែងតែឃើញមានភ្លើងហោះមកពីចម្ងាយហើយចូលទៅក្នុងផ្ទះរបស់មីងធីពូថានឹងឯងលក្ខណៈថាភ្លើងហ្នឹងគឺយើងវាមិនដឹងប្រភពទៅវាមកពីណាទេគាត់ទៅវាហោះមកគឺហោះចូលទៅផ្ទះហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកភូមិគេឧស្សាហ៍និយាយប៉ុន្តែគាត់ថាគេនិយាយគេលួចនិយាយពីក្រោយខ្នងទេគេមិនឲ្យមីងធីពូថាហ្នឹងគាត់ឮទេដោយសារតែខ្លាចប៉ះពាល់អារម្មណ៍ពួកគាត់របៀបថាពួកគាត់អត់មានកូនណាបងប្អូនហើយដល់ពេលមានកូនអញ្ចឹងឮគេនិយាយមិនល្អពីកូនពីប្រពន្ធយើងមានអារម្មណ៍មិនអញ្ចឹងគាត់អ្នកភូមិគេមិនហ៊ាននិយាយមិនហ៊ានអីទេគេបានត្រឹមតែលួចខ្សឹបខ្សៀវគ្នានឹងឯងសម្រាប់បងចော့គាត់ថាមានថ្ងៃមួយល្ងាចហើយម៉ោង6:06ល្ងាចម្ដាយគាត់ប្រើគាត់ឲ្យទៅបេះម្រះព្រៅផ្ទះរបស់មីងធីពូថានឹងឯងហើយទៅបេះម្រះព្រៅដើម្បីយកមកបង់ជាមួយនឹងឆានេះណាឆាមឿនអញ្ចឹងទៅអញ្ចឹងជាធម្មតារាល់ពេលដែលមកសុំគាត់តែងតែច្រកម្ដាយគាត់តែដួសឲ្យមួយចានយកមកជូនម្ចាស់ផ្ទះដើម្បីយកមកសុំរបស់គេកុំឲ្យមកវត្តហៃទេ
chẳng có mà đây có trống có đào màu mà đò nắng có quạt khơi mình thì nó gọi quạt cùi nâng cầm tiền nâng ai nâng quỳ cầm tiền á có cái thằng mình mai nhom oi vô bẻ vô trà cái đài của oi mà chan thấy cho pu nơi đó mình thấy cái con này dây tha pu ấy nắng ạ tao tính bring cát vô mọi kiêng tao tính bring cát vô mọi kiêng bring cát vào bé tao không muối đâu mà đẹp trời nó chẳng tới cả thà bát mình chẳng có quạt đá một bé mà đẹp trời đẹp trời thấy mà đây bỏ quạt nắng cha cái đá cứ quạt đã hờ là bong bóng nó có trao quạt đã hờ là anh chắc có bông bé đẹp trời quạt có cái lệ máu có tha quạt hát mấy được chỉ khơi mình thấy đến hạnh quý hốp cha sạch trục nắng cha sạch bon cha cái sạch mòn nắng khi có bông chập hộp chắc ạ lắng nhóc say chẳng ạ có chẳng ngờ cái trồng mình cha hờ bên nắng ấy mình hộp cả tiệt rồi mình đưa quát mình bạc cài hờ thì hai nam mối có bông tụi mình tây pù phong hẹn ấy ban chỉ quát từ hộp cha cái đá để hờ nắng chẳng np nắng có quát ban gì dây đấy na quát có bé mà prơ ban nào mà là mồm hơi có cái đá từ prap nè mình thì với thà mình nhớ khi bé bàn hơi chẳng có tha về để con nghĩa đa từ đây là con bé rất cần nghĩa cao để bay đa từ prap á bàn tay quát con khơi nào sợ đa tới sải prap bị ngày tới có cái sải thà mình nhớ nhom bé ban hơi nhom tới với hơi chứ có quát bài khăn mà mồm rong thật đa trên màu cái từ bay đa từ tè bọc quát này có đa bài khăn đa ban mà chỉ hiến con lư dùm lên không mùi mà bé ban na bé cướp đó na bên nâng bong bóng có chập có keng mẹ để sai đi để sao ta dùm lên để quạt lư nữa mẹ là gần còng đi cứ dùm lên nơi thằng lư tè họ dùm lên cứ nơi thằng lư tè cứ những giấy bi thằng lư tè màu có trường hợp là trong mến mình thi nâng cái mấy quạt lệ mà mường còng té ọt mới khơi là kì thì khơi tái chan mà hộp nó để cộp tục miền ở quạt vô chia đó vô chia là biển nó cộp tục hơi dần tới quạt mưa từ lời tiếc khơi mình thi nó cũng bóng tay bỏ tiền mưa tao dừng mưa tới cơn bụi bày cái quạt cũng bóng bỏ tiền chỗ bỏ tiền chẳng có còn được khơi để trồng mình lang từ lươn lượn lên đấy còn bán cơ để chăn đấy thì sao từ lươn mà đã có sậy há người ta mấy cho các ban mà đẹp anh băng chẳng hạn có được tăng tao lắm mà té vinh tự chẳng np là mà đó tiếc có oi mà đẹp mà đây còn băng hai rất có hộp bài trùng cái này hộp bài đuổi hai chẳng đuổi cọ nòng này lang dầm ràn tự bé đã sầm ràn nắng ạ có tha pe nắng có lứ mà đây bà quạt giấy cho mưa bột bà quạt mà té mà đây bà quạt là bông bài cho mình đừng được quạt đạp thì mà đây bà quạt tha ai nhỉ tiền là thì á giống ở xa khơi chầm lái ấy bột có số tại khơi ấy mà đây có còn vậy thà ai mơ mà sao mới nhá giống có bốn tại làm bài nên còng té nó màu bài chỉ pram bóng mũi nè đam bài đó đam bái ap được trong mơ tụi này thì nữa trong khơi nè thì nó đá lang từ lời tiệt hơi con tầm mà sờ lết ấy nhom khơi nè thì nó cùi nâng còng tiệt cùi mơ từ một tiệt là cái nào tha là dương mơ chứ dương khơi có nơi lang bằng nó lời tiệt vào đây và thấy mà sờ lết thì dương con là đôi thà mơ tới khơi chẳng ạ rồi tới cái dương bài không nói dương bài mà mình mà play đó bóng khơi quát quy nâng còng tiệt mình nè vì mình ai lươn ai nam mối mình xây để miền tây bùa quạt thông những quạt mình ai thà rút rồi còn lô rồi còn ai lươn tế còn đào mùi chẳng ở bộ quát có tháng ấy xong xài đã ai mười cho lắm mấy chắc á thầm men tế cho mình mười cho lắm thì mà ai cái thằng nâng mười cho lắm trong dậy mùi tiệt bật mình những sống cào màu thằng mà đá có cào máu quát đôi tạ đam bái hay là đòn tất đặt là ngàn thùng tật nơi tẹp bái nó nằm bày ở tục liên ấy rồi liên co đam bài chẳng thời bị bột pieng tức là đừng nói tiền nó chẳng có nhẹ màu chứng gót có từ đây tật đòn tật nắng lượng mà thùng màu lượng máu chạy chú đập về nắng co sắp ta chạ nắng có cần lệ tới khơi nâng quý nhưng một chả đá khơi nhờ là mình tha nắng cư là mình thi nắng cư quý nhưng một chả đá cùi bài đôi bột sọn chẳng hạn bông phóng đôi mà đưa rau chay chẳng hạn cùi bột sọn chẳng hạn bột sọn chẳng hạn có khơi có cho thấy thí hay mấy con miền pung phóng hay mong cùi vậy ná nâng mặt chả đa chẳng chả phải đám lộn mà anh cùi thế đó thành chân tới có quát nè đá tự đòn tực mình nâng còi đó đa đòn còi nó bông phóng cục pung tự đòn tực đã thúng có sắp tôi lưu dùm lên bọn ơi thôi cái nóng bóng
គាត់ក៏លេខទៅក៏ឃើញមីងធីនឹងឯងឃើញតែមីងធីនឹងគាត់ដូចថាគាត់មកពីបាត់ជើងបងប្អូនឯធម្មតានៅនឹងអត់មានប្រគុណទេអញ្ចឹងបាត់ដៃបាត់ជើងគាត់ដើរមកក្រោយគាត់ជីកលងទៅគាត់បាត់ជើងអញ្ចឹងណាពេលហ្នឹងគាត់ឃើញគាត់ថាអ្នកធីមែនហ្នឹងមីងធីគាត់ថាបាទអីចាស់ខ្ញុំចំងាយដងទឹកអីទាំងបលឹមហ្នឹងបងគាត់ក៏ឆ្ងល់គាត់ថាចំហើយគាត់ឃើញមីងធីមុនហ្នឹងគឺនៅអង្គុយនៅមាត់ចដើរអត់ទេហើយមិនក៏មកដល់នេះលឿនម៉េះគាត់ថានេះដាំបាយឪវាគេឪវាទៅស្រែទៅចកាអញ្ចឹងណាអញ្ចឹងទៅក៏អ្នកមីងធីហ្នឹងក៏គាត់ដើរទៅផ្ទះរបស់គាត់វិញទៅគាត់ឆ្ងល់មែនតើហើយក៏គាត់ប្រាប់ប្តីរបស់គាត់អញ្ចឹងទៅក៏ឪពុករបស់បងចောက်ហ្នឹងគាត់និយាយគាត់ថាបើឯងនិយាយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមវាឆ្ងល់ហើយអញ្ចឹងនោះពីព្រោះតាមថាទៅពុកខ្ញុំក៏ធ្លាប់និយាយថាបើការហើយមានកូនឬក៏អត់កូនយ៉ាងណាយ៉ាងណីក៏ដោយចង់បានកូនយ៉ាងណាក៏ដោយកុំឲ្យទៅសុំកូននៅក្នុងព្រៃគាត់ធ្លាប់ប្រាប់អញ្ចឹងទៅសុំកូននៅព្រៃប៉ុន្តែគាត់គាត់តែប្រាប់តែប៉ុណ្្នឹងទេគាត់មិនបានទៅប្រាប់ហេតុផលថាអូបើទៅសុំកូននៅហ្នឹងវាមិនគឺគាត់ដែរប្រាប់ទេគាត់គាត់តែប្រាប់តែប៉ុណ្្នឹងឯងអញ្ចឹងទៅឪពុកគាត់ក៏បន្តទៀតថាឪពុករបស់បងចောက်ណាមិនមែនលោកតាទេបើមិនជាមិនឪពុកបងចောက်និយាយថាពុកខ្ញុំហ្នឹងគឺត្រូវជាតារបស់បងចောက်ហ្នឹងឯងអញ្ចឹងឪពុកបងចောက်គាត់ថាអញ្ចឹងខ្ញុំសង្ស័យណាឯងសង្ស័យតែទៅសុំកូនគេហ្នឹងសង្ស័យតែមកហ្នឹងខ្ញុំថាមិនមែនកូនល្អទេខ្ញុំថាកូនហ្នឹងបាសជាកូនអីម្យ៉ាងហើយអញ្ចឹងណាអញ្ចឹងទៅក៏ពួកគាត់និយាយគ្នាចន្លោះអញ្ចឹងក៏នាំគ្នាសម្រានទៅអញ្ចឹងក៏រំលងមករហូតដល់ពេលដែលមីងធីហ្នឹងគឺគាត់គ្រប់9ខែ10ថ្ងៃអញ្ចឹងនៅពេលតែគ្រប់9ខែ10ថ្ងៃហ្នឹងគឺគាត់បានដូចថានៅផ្ទះរបស់គាត់ទេអត់បានបង្កើតកូននៅផ្ទះរបស់គាត់ទេគឺគាត់ទៅបង្កើតកូននៅផ្ទះខាងម្ដាយរបស់គាត់ដោយសារតែនៅក្នុងភូមិហ្នឹងគាត់មានឈ្មោះទេអញ្ចឹងទៅបង្កើតកូននៅផ្ទះខាងម្ដាយរបស់មីងធីហ្នឹងផ្ទះរបស់ម្ដាយមីងធីគឺរំលងភូមិមួយទៅខាងលិចឯណោះអញ្ចឹងនៅពេលដែលមីងធីគាត់ទៅអញ្ចឹងទៅគឺគ្រួសាររបស់បងចောက်ហ្នឹងគឺនៅផ្ទះធម្មតាទេថ្ងៃហ្នឹងក៏បងចောက်គាត់មកពីផ្ទះមីងរបស់គាត់ដោយម្ដាយរបស់គាត់ហ្នឹងឲ្យយកសឡោដោយសារតែលោកយាយរបស់គាត់ស្នាក់នៅមួយមីងរបស់គាត់អញ្ចឹងណាហើយដូចនិយាយអញ្ចឹងគ្រួសាររបស់បងចောက်មិនថាតែគ្រួសារគាត់នេះទេសូម្បីតែមីងរបស់គាត់អីហ្នឹងក៏ហូបបាយទាំងជប់ដែរដូចថាត្រឡប់ទៅហើយម៉ោង6ម៉ោង7ឯងមិនបានហូបបាយអញ្ចឹងណាអញ្ចឹងក៏ម៉ោងបាយជា6គាត់យកបាយយកសឡោទៅឲ្យមីងរបស់គាត់ដោយដើរទៅអញ្ចឹងក៏គាត់ដើរទៅយកសឡោទៅឲ្យគាត់ដើរត្រឡប់មកវិញពេលគាត់ដើរត្រឡប់មកវិញមកដល់ពីមុខផ្ទះរបស់មីងធីពូថាគាត់ថាគាត់ក៏លេខទៅដូចតែយើងដើរក៏លេខទៅមើលហ្នឹងគាត់ថាឃើញមនុស្សស្រីម្នាក់អង្គុយនៅលើក្រេក្រំផ្ទះណាក្រេដែលមីងធីពូថាតែហូបបាយហ្នឹងគឺអង្គុយនៅហ្នឹងអង្គុយមើលមកមុខបងប្អូនអង្គុយមើលមុខគាត់តែគាត់មើលច្បាស់ថាជាអ្នកគេទេគាត់ក៏មិនចាប់អារម្មណ៍ដែរនឹកឃើញថាអូប្រហែលជាមីងធីពូថាហ្នឹងគាត់ឲ្យបងប្អូនគាត់មកយាមផ្ទះមកមើលផ្ទះឲ្យអញ្ចឹងណាគាត់ក៏ដើរហួសទៅអញ្ចឹងនៅពេលដែលគាត់ដើរហួសទៅនេះទៅដល់ផ្ទះរបស់គាត់ឃើញម្ដាយរបស់គាត់នឹងកំពុងតែអើតមើលទៅផ្ទះរបស់មីងធីពូថាហ្នឹងឯងឃើញម្ដាយគាត់អើតទៅមើលអញ្ចឹងទៅគាត់ឆ្ងល់ម្ដាយគាត់មើលអីតែគាត់មិនបានសួរនាំអីទេគាត់ដើរឡើងទៅលើផ្ទះក៏ស្រាប់តែឮសំឡេងឪពុករបស់គាត់ជិះកង់មកណាជិះកង់មកដល់ពុកគាត់សួរថាអីបាយហូបបាយគាត់ក៏និយាយទៅម្ដាយគាត់ថាបានស្លោប្រហើឯងមើលណាគេនៅផ្ទះអ្នកធីអ្នកថាហ្នឹងឪពុកគាត់ក៏មើលទៅពុកគាត់ថាម៉េចណាគេខ្ញុំមើលមិនឃើញម្ដាយគាត់ថានោះអង្គុយនៅមាត់ចដើណោះអង្គុយនៅមាត់ចដើអង្គុយបូតសក់ដូចខ្ញុំឃើញថ្ងៃមុនអញ្ចឹងឪពុកគាត់ថាទេឯណាខ្ញុំមិនឃើញពេលហ្នឹងម្ដាយគាត់ក៏និយាយថាឯងនិយាយមែននិយាយលេងបើឯងមិនឃើញមានតែខ្មោចគាត់ក៏លួចមើលទៅតាមម្ដាយគាត់និយាយដែរប៉ុន្តែគាត់ថាគាត់លួចមើលទៅគាត់មើលដូចថាគាត់នៅលើផ្ទះគាត់មើលតាមប្រហោងពូជទៅគាត់ថាឃើញអង្គុយនៅមាត់ចដើហើយដៃទាំងសងខាងបងប្អូនដៃទាំងសងខាងដាក់ទៅលើក្បាលរួចបូតមកបែបយើងដូចចង្ចាប់បូតសក់មកអញ្ចឹងណាគឺដៃទាំងសងខាងនេះបូតចុះក្រោមមកគាត់ឆ្ងល់គាត់ថាចំស្អីគេពេលហ្នឹងគាត់មិនទាន់ច្បាស់ថាជាខ្មោចឬអីទេគាត់ស្អីគេអញ្ចឹងណាពេលហ្នឹងក៏ឪពុកគាត់ថាបាច់ទៅមើលទេស្អីក៏ស្អីទៅជំនាញផ្ទះគេក៏មិនដឹងអីក៏មិនដឹងណាមកហូបបាយអានឡើងដេកពួនអញ្ចឹងទៅក៏ម្ដាយគាត់ស្រែហៅគាត់ឲ្យចុះមកហូបបាយគាត់ក៏ចុះមកហូបបាយទៅអញ្ចឹងរំលងមកបានបាយជា3ថ្ងៃល្ងាចឡើងហ្នឹងថ្ងៃហ្នឹងម្ដាយរបស់គាត់ហ្នឹងគឺអត់នៅផ្ទះទេម្ដាយរបស់គាត់ទៅជួយធ្វើម្ហូបព្រោះស្អែកហ្នឹងគឺមានប៉ុនណានៅប៉ុននៅផ្ទះអ៊ំរបស់គាត់អញ្ចឹង
ម្ដាយគាត់ទៅជួយធ្វើម្ហូបអ៊ំរបស់គាត់អញ្ចឹងទៅម៉ោងបាយជា6 7ឪពុករបស់គាត់ក៏មកដល់ផ្ទះពុកគាត់សួរថាម៉ែឯងទៅមកវិញទៅអីថានៅពុកម៉ែទៅមកទេទៅហៅម៉ែឯងមកមិនមកទេឲ្យច្រកសឡមកឲ្យពុកហូបបាយផងពុកហេវហូបច្រកសឡច្រកបាយហ្នឹងណាអញ្ចឹងក៏បងចော့គាត់យកកង់ពីឪពុករបស់គាត់ជិះមកហៅម្ដាយរបស់គាត់ជិះមកដល់អញ្ចឹងទៅគាត់ថាម៉ែអើយពុកមកដល់ទេហើយពុកហេវបាយខ្ញុំច្រកសឡទៅឲ្យម៉ែគាត់ថាចាំម៉ែទៅដែរចុះជិះកង់ទៅដែរចុះព្រោះម្ហូបសឡហ្នឹងវាឆ្អិនអស់ហើយអញ្ចឹងទៅក៏គាត់ចាំមកផ្លេទៅម្ដាយគាត់ក៏ដូចថារៀបចំច្រកសឡច្រកបាយហើយក៏ឡើងកង់ដប់គាត់មកទៅគាត់ជិះពីក្រោយម្ដាយរបស់គាត់ជិះមកដល់មុខផ្ទះរបស់មីងធីពូថាក៏សឹកតែម្ដាយគាត់ឃើញអ្នកមីងធីហ្នឹងឃើញអ្នកមីងធីហ្នឹងគឺគាត់ឈរយំនៅនឹងលបងផ្ទះណាបងប្អូននៅមុខផ្ទះហ្នឹងអញ្ចឹងក៏ម្ដាយគាត់សួរថាធីមកវិញមកវិញអ្នកធីមកវិញហើយចុះមិនក៏មកឈរយំមុខលបងផ្ទះអញ្ចឹងម្ដាយគាត់សួរអញ្ចឹងដល់ម្ដាយគាត់សួរអញ្ចឹងអ្នកមីងធីនោះអត់និយាយទេបងប្អូនគាត់គិតថាពីខ្ទប់មុខយំណាឈរយំខ្ទប់មុខនឹងហើយមើលទៅពោះរបស់គាត់គឺអត់មានដូចថាពោះរបស់គាត់ស្រកហើយអញ្ចឹងណានឹងមានតែគាត់កើតកូនហើយអញ្ចឹងទៅក៏ម្ដាយរបស់គាត់ទៅសួរពីម្ដងអត់មានឆ្លើយទេម្ដាយរបស់គាត់ក៏ជិះកង់ហួរមកទៅគាត់ក៏ល្អូថាមិនដឹងជាគ្នាមានរឿងអីបានជាយំថាសួរនាំយ៉ាងណាក៏មិនឆ្លើយតបមិនអីអញ្ចឹងណាដល់តែមកដល់ផ្ទះក៏ហុចសម្លហ្នឹងអ្នកឯងសម្លនឹងបាយហូបទៅខ្ញុំទៅសួរអ្នកធីបន្តិចក៏ស្ដីបានជាមកពីសម្រាប់កូនវិញមកឈោយំម្នាក់ឯងនៅមុខផ្ទះប្តីក៏មិនឃើញកូនក៏មិនឃើញអញ្ចឹងណានៅម្ដាយគាត់ក៏ដើរមកហើយគាត់មិនបានទៅតាមម្ដាយគាត់ទេគាត់អង្គុយហូបបាយជាមួយពុករបស់គាត់ព្រោះគាត់មិនទាន់បានបាយដែរនោះដល់តែម្ដាយគាត់ចេញទៅមកផ្លេតបងប្អូនមកផ្លេតក៏មកវិញក៏គាត់ល្អូថាមិញឃើញឈោយំមុខផ្ទះសោះទៅដល់បាត់តាណាសូនស្រែកហើយក៏មិនឃើញដូចថាមិនឃើញបើកទ្វារមិនឃើញអីអញ្ចឹងណាអញ្ចឹងទៅក៏ពុកគាត់ថាប្រហែលជាអ្នកធីនឹងឆ្លោះគ្នាជាមួយអ្នកថាយហ្នឹងមិនមកផ្ទះមុនដូចរត់មកផ្ទះមុនអីចឹងណាហើយសងំទៅលើផ្ទះបាត់ហើយអញ្ចឹងទៅនិយាយគ្នាមួយពីហើយក៏ហូបបាយហូបអីជុំគ្នារួចក៏ឡើងសម្រានទៅយប់ហ្នឹងគឺឮសំឡេងមនុស្សស្រីយំបងប្អូនគាត់ថាឮមកដល់ផ្ទះគាត់ថាមិនបានចេញទៅមើលមិនបានអីទេហើយគាត់ក៏មិនបានឮមិនដែរពួកគាត់និយាយគ្នាអីដែរដល់ម៉ោងប្រហែលជា5ទៀបភ្លឺម្ដាយរបស់គាត់គឺត្រូវក្រោកទៅផ្ទះរបស់អ៊ំរបស់គាត់ដែលថាថ្ងៃហ្នឹងជាថ្ងៃបុណ្យអញ្ចឹងទៅជួយអីផ្សេងអញ្ចឹងណាម្ដាយគាត់ក៏ស្រែកហៅគាត់ថាចောက်ជូនម៉ែទៅផ្ទះអ៊ំឯងតិចមានន័យថាជិះកង់ទៅហើយចាំឲ្យបងចောက်ហ្នឹងជិះកង់ត្រឡប់មកផ្ទះវិញម្នាក់ឯងទៅគាត់ក៏ក្រោកមកជិះកង់ជូនម្ដាយគាត់ទៅជិះកង់ជូនម្ដាយគាត់ទៅជិះកង់ទៅអញ្ចឹងម្ដាយគាត់ដប់គាត់ហើយគាត់ជិះទៅគាត់ជិះកាត់ពីមុខផ្ទះរបស់មីងធីនឹងឯងជិះកាត់ផ្លេតអញ្ចឹងពុបក៏លឺសំឡេងយំនៅពីក្រោយលឺសំឡេងយំនៅក្រោយក៏កលេចមើលដល់កលេចមើលក៏ឃើញមីងធីនឹងឈរយំទាំងដែលមុនហ្នឹងនៅពេលដែលជិះកង់មកគឺអត់មានឃើញមីងធីឈរនៅមាត់លបងទេតែជិះហួរបានបន្តិចលឺសំឡេងយំងាកមកឃើញមីងធីហ្នឹងគឺឈរយំនៅមុខលបងគាត់ឆ្ងល់គាត់ថាចំមីងធីមកពីណាមិញអត់ឃើញផងអីមកយំណាមកផ្លេតហ្នឹងគាត់ឆ្ងល់អញ្ចឹងដល់ទៅរួចទៅគាត់ថាម្លងមកបានបាយជា7ថ្ងៃគេតែឃើញអញ្ចឹងឃើញនិយាយទៅឲ្យតែណាគេធ្វើដំណើរកាត់ពីមុខផ្ទះរបស់មីងធីហ្នឹងមីងធីពូថាហ្នឹងគឺតែឃើញគាត់ឈរយំហើយឡើងអ្នកភូមិនិយាយតគ្នាថាអ្នកមីងធីហ្នឹងគឺមានរឿងអីច្បាស់ជាគាត់មានរឿងអីហើយមែនបងប្អូនហើយដល់ថ្ងៃទី8ក៏ឃើញតែពូថាហ្នឹងមកផ្ទះតែម្នាក់ឯងមានកូនរបស់គាត់ហើយនឹងធាតមួយនឹងឯងអញ្ចឹងនៅពេលដែលសួរនាំទៅបានដឹងថាមីងធីហ្នឹងគឺគាត់ស្លាប់ហើយដោយសារតែសម្រាលកូនទៅស្លាប់ណាបងប្អូនអញ្ចឹងទៅក៏ប្តីហ្នឹងមានតែកូនហើយយកមកអញ្ចឹងទៅអ្នកភូមិក៏គេអាណិតខ្លោចចិត្តគ្រប់គ្នាអាណិតទី1ហ្នឹងគឺអាណិតទៅកាន់ពូថាដែលដូចថាមានកូនហើយបែរជាត្រូវប្រពន្ធហ្នឹងត្រូវស្លាប់អញ្ចឹងណាហើយអាណិតទី2ហ្នឹងអាណិតក្មេងដែលថាកើតមកហើយម្ដាយត្រូវស្លាប់ហើយតើគ្នាបានអីបើហើយអាណិតមីងធីផងដែរដែលស្លាប់ហើយហ្នឹងមកយំនៅមុខផ្ទះខ្លួនឯងអញ្ចឹងណាបងប្អូននិយាយទៅគឺអ្នកភូមិគេខ្លោចចិត្តគ្រប់គ្នាអញ្ចឹងក៏ពូថាឯណេះបងប្អូនហើយអត់មានទឹកដោះឲ្យកូនមុំទេពេលខ្លះក៏ទឹកបបរអញ្ចឹងទៅពេលខ្លះក៏អ្នកភូមិណាដែលគេមានកូនខ្ចីក៏សុំមកឲ្យគេបបាយកូនខ្លួនឯងដែរអញ្ចឹងណាប៉ុន្តែដំបងឡើងអ្នកភូមិគេចេះតែជួយបបាយទៅតែកូនរបស់គាត់ហ្នឹងពេលដែលគេបបាយបងប្អូនខំស្មាតោបងប្អូនខំដើមទ្រូងគេហ្នឹងខំឡើងស្នាមអញ្ចឹងគេលេងឲ្យបាយដល់គេលេងឲ្យបាយក៏ដូចថាឲ្យកូនហ្នឹងបាយទៅទឹកបបរទេ
បើទៅទឹកបបទៅហើយកូននឹងទៀតសោតឲ្យទៅយប់ឡើងគឺយំឲ្យសំលេងស្រែកហ្នឹងបងប្អូនហើយលឺផ្ទះ2ផ្ទះ3កូនហ្នឹងយំស្រែកហ្នឹងឡើងអ្នកចិត្តខាងគេល្អូគ្រប់គ្នាឡើងយប់ឡើងគឺគ្រួសារប្រកបដែរគេងនៅផ្ទះទេគឺទៅគេងនៅផ្ទះរបស់អ៊ំរបស់គាត់នោះអញ្ចឹងក៏បន្ទាប់មកមានល្ងាចមួយហ្នឹងម្ដាយគាត់ដាំបាយអញ្ចឹងទៅក៏យើងមើលទៅផ្ទះរបស់ពូថាណាមើលទៅឃើញអញ្ចឹងឃើញពូថាហ្នឹងគាត់ដាក់កូនគាត់ឲ្យដេកនៅលើក្រេគាត់ត្រូវដាំបាយដើម្បីហូបគាត់ដាក់កូនគាត់ដេកលើក្រេពេលដែលដាក់កូនគាត់ដេកលើក្រេហ្នឹងគាត់នឹងម្ដាយគាត់និយាយថាម្ដាយគាត់ធ្វើហូបឲ្យគាត់ជួយធ្វើនេះធ្វើនោះម្ដាយគាត់អញ្ចឹងទៅគាត់ថាក៏លេខទៅម្ដាយគាត់ថាចំណាគេស្រីនៅក្រោមផ្ទះអ្នកថាហ្នឹងម្ដាយគាត់និយាយអញ្ចឹងគាត់ក៏លេខមើលតាមម្ដាយគាត់ក៏លេខទៅគាត់ថាឃើញមនុស្សស្រីម្នាក់នឹងខ្មៅងើបងប្អូនអង្គុយនៅក្បែរនឹងកូនរបស់ពូថានឹងឯងគឺអង្គុយនៅក្បែរនឹងដូចអង្គុយមើលកូនអញ្ចឹងណាម្ដាយគាត់មើលបដាយអញ្ចឹងមើលបដាយអញ្ចឹងរួចក៏មកហូបឆ្អិនក៏ម្ដាយគាត់ដួសមួយចានដូចថានេះយកទៅឲ្យពូថាទៅដូចថាសំណោះនេះបងប្អូនហ្នឹងហើយគាត់ត្រូវមើលកូនផងដាំបាយធ្វើហូបខ្លួនឯងផងអញ្ចឹងណាក៏យកទៅហើយពេលហ្នឹងគឺគាត់បានដើរតាមផ្លូវមុខទេគឺគាត់ដើរតាមលបងណាលបងលួសហ្នឹងប៉ុន្តែពូថាគាត់ដូចថាគាត់មកវិញហ្នឹងក៏គាត់កាត់លបងហ្នឹងថាបើបងឯងចង់ចូលមកបេះអីហ្នឹងក៏បេះទៅមិនអីទេកាត់លបងលួសហ្នឹងប៉ុន្តែវាមិនមែនថាលបងពួកគាត់ជាប់គ្នាទេវាមិនមែនអញ្ចឹងទេគឺវាមានអាដីស្លាកដាលណាដីស្លាកដាលហ្នឹងគាត់ថាមិនឆ្ងាយគ្នាទេបើជា4-5ម៉ែត្រអីហ្នឹងឯងគាត់ដើរទៅគាត់យកពូគាត់ស្រែហៅពូពេលគាត់ស្រែហៅពូហ្នឹងគាត់មើលទៅមនុស្សស្រីនៅក្រោមផ្ទះហ្នឹងពេលគាត់មើលទៅបងប្អូនមនុស្សស្រីមិនដឹងភ្នែកឡើងក្រហមខ្មៅងល់អង្គុយដូចថាពេលហ្នឹងអង្គុយមើលកូនហ្នឹងដល់ពេលដែលឮសំឡេងគាត់ហៅពូថាស្រាប់តែមនុស្សស្រីហ្នឹងងាកមកមើលគាត់ភ្នែកឡើងក្រហមញ៉ាំងដល់តែងាកមកមើលគាត់អញ្ចឹងទៅគាត់ដូចថាផ្គាំងបងប្អូនផ្គាំងចង់ដើរទៅមុខទៀតក៏ដើររួចដែរតោះតែលោកពូថាហ្នឹងនិយាយថាចាក់មកក្មួយយកមកនិយាយគេហ្នឹងមកគាត់ដូចថាដឹងខ្លួនបានវិញដូចថារើខ្លួនរួចគាត់ថាម៉ែឲ្យយកសឡមកឲ្យពូមកក្មួយអរគុណច្រើនអញ្ចឹងទៅក៏គាត់ដើរមកផ្ទះវិញមកពេលគាត់ដើរមកផ្ទះវិញគាត់ក៏លេចទៅមើលម្ដងទៀតបាត់ម្នាក់ផ្សេងនឹងបាត់ហើយគាត់ដើរចេញមកដល់ដើរចេញពីលបងផ្ទះរបស់ពូថានឹងមកគាត់ឮសំឡេងយំដល់ឮសំឡេងយំគាត់ក៏លេចមើលទៅឃើញអាចជ្រុងលបងដូចថាអាហ្នឹងយើងហៅអីគេយើងហៅថាព្រំលបងហ្នឹងហើយព្រំលបងអាកាច់កែងហ្នឹងអាកាច់កែងលបងហ្នឹងឃើញមីងធីឈរនៅកន្លែងហ្នឹងមើលទៅក្នុងផ្ទះរបស់គាត់ហើយយំគឺឃើញអញ្ចឹងហ្មងឃើញឈរយំមើលទៅក្នុងផ្ទះរបស់គាត់លក្ខណៈដូចម្ដាយចូលផ្ទះរួចលួចមើលកូនខ្លួនឯងគឺបែបហ្នឹងបងប្អូនអាហ្នឹងអីដែលគាត់ឃើញហ្មងប៉ុន្តែគាត់មិនបានមើលមីងធីនឹងឲ្យយូរទេដោយសារតែដឹងតែមីងធីគាត់ស្លាប់ហើយគាត់ក៏ស្ទុះរត់មកផ្ទះវិញណារត់មកដល់ផ្ទះគាត់ប្រាប់ម្ដាយគាត់បែរមិញខ្ញុំឃើញមីងធីឈរនៅក្បែរលបងយំអញ្ចឹងម្ដាយគាត់មើលទៅមិនឃើញគាត់មើលទៅម្ដងទៀតក៏ឃើញដែរម្ដាយគាត់ថាគឹបចិត្តតែនិយាយអញ្ចឹងឪពុកគាត់មកក៏ហូបបាយនាំគ្នាឡើងទៅសម្រានទៅលុះដល់ស្អែកឡើងឪពុកគាត់ហ្នឹងគាត់ម៉ោងបាយជា4គាត់ទៅជួយកាប់ជ្រូកគេដូចតែគេពឹងឲ្យទៅជួយកាប់ជ្រូកអញ្ចឹងនៅផ្ទះនៅតែគាត់មួយម្ដាយគាត់ទេហើយទៅក៏ឪពុកគាត់ប្រាប់ដែរថាឯងម៉ោង5នេះដាំបាយទៅខ្ញុំមកពេលនោះខ្ញុំយកដូចថាគ្រឿងក្នុងយកមកសុំគ្រឿងក្នុងគេខ្លះយកមកស្ងោរហូបបាយហើយខ្ញុំបញ្ញាប់ទៅចការបន្តិចអញ្ចឹងទៅម៉ោងបាយ5ម្ដាយគាត់ក៏ចុះទៅក្រោមហើយគាត់ហ្នឹងក៏ភ្ញាក់ដែរក៏ចុះទៅក្រោមដែរទៅជួយម្ដាយគាត់អញ្ចឹងណាពេលហ្នឹងបងប្អូនម្ដាយគាត់កំពុងតែដាំបាយហើយគាត់ហ្នឹងអង្គុយនៅក្បែរហ្នឹងដែរគាត់ស្រាប់តែឮសំឡេងហៅថាបងអើយអញ្ចឹងបងអើយហើយសំឡេងហៅហ្នឹងមិនមែនហៅបែបធម្មតាទេហៅមកបែបយំបងអញ្ចឹងណាដល់អញ្ចឹងម្ដាយគាត់ក៏លេចទៅមើលគាត់ក៏លេចតែឃើញមីងធីឈរមុខផ្ទះគាត់ឈរយំមុខផ្ទះគាត់បងឯងទៅប្រាប់ប្តីខ្ញុំផងខ្ញុំចូលផ្ទះរួចទេបងអើយគេអត់ឲ្យខ្ញុំចូលផ្ទះទេចឹងហ៎គាត់ថាច្បាស់អត់មែនមកឯណានិយាយអីម៉ែធ្វើចឹងណាគឺអត់ទេគឺមនុស្សឈរនៅខាងមុខផ្ទះគឺខ្មោចឈរនៅខាងមុខផ្ទះនិយាយមកកាន់ម្ដាយគាត់ហ្មងតែម្ដាយគាត់អត់ខ្លាចទេព្រោះមនុស្សធ្លាប់ស្គាល់គ្នាចឹងណាគាត់ក៏អាណិតដែរអាណិតខ្មោចមីងធីដែរហើយលឺនិយាយចឹងទៀតគាត់កាន់តែអាណិតគាត់ថាបងអើយចាំបងទៅប្រាប់ឲ្យបងប្អូនគាត់ថាស្ដីនៅមុខម្ដាយគាត់និយាយទៅប៉ុណ្្នឹងខ្មោចមីងធីលីខ្សល់ចឹងម្ដាយលីខ្សល់បាត់ទៅរួចទៅក៏រៀងភ្លឺតិចឃើញពុថានគាត់ស្រោចតំណាំណាម្ដាយគាត់ក៏ដើរទៅថាអើយព្រឹកមិញហ្នឹងប្រពន្ធឯងមកប្រាប់បងថា
ចូលផ្ទះអត់កើតទេគេមិនឲ្យចូលផ្ទះទេចុះបងឯងហ្នឹងពេលមកផ្ទះហ្នឹងមានបានធ្វើពិធីហៅប្រពន្ធហៅអីឲ្យអត់ឬក៏បានអុជធូបប្រាប់ម្ចាស់ទឹកម្ចាស់ដីជំនាញផ្ទះជំនាញប្រភូមិអីហ្នឹងប្រាប់អត់ពេលហ្នឹងក៏គាត់ថាខ្ញុំធ្វើឲ្យហើយបងមិនចោះមានប្រពន្ធខ្ញុំចូលផ្ទះអត់កើតអីចឹងណាអញ្ចឹងទៅក៏ម្ដាយគាត់ហ្នឹងក៏ប្រាប់ថាមិនមកទេអុជធូបអីម្ដងទៀតទៅប្រាប់ថាបើឃើញប្រពន្ធខ្ញុំមកបើផ្លែប្រពន្ធខ្ញុំចូលផ្ទះផងអញ្ចឹងទៅក៏រំលងមកទៀតរំលងមកបានមួយអាទិត្យលោកបានមកតែគេឃើញពូថាហ្នឹងគឺមិនថាព្រឹកមិនថាល្ងាចទេគាត់តែអុជធូបសុំឲ្យប្រពន្ធគាត់ចូលផ្ទះអញ្ចឹងណាប៉ុន្តែមិនដែលឃើញទេតែក៏ស្ងាត់និយាយទៅស្ងាត់ខ្មោចរបស់មីងធីនឹងដែរអត់ឃើញលងអត់ឃើញដូចថាបង្ហាញខ្លួនគេឃើញទេអញ្ចឹងថ្ងៃហ្នឹងពូថាហ្នឹងគឺគាត់អត់នៅផ្ទះទេគាត់នាំកូនរបស់គាត់ហ្នឹងទៅចាក់វ៉ាក់សាំងការពារអញ្ចឹងណាអញ្ចឹងគាត់ចាក់វ៉ាក់សាំងគឺនៅភូមិម្ដាយរបស់គាត់ឯណោះម្ដាយក្មេករបស់គាត់ច្រឡំម្ដាយរបស់គាត់នៅភូមិមួយទៀតអញ្ចឹងគាត់នាំកូនគាត់ទៅចាក់វ៉ាក់សាំងគាត់សារ៉ានៅឯងអញ្ចឹងគាត់អត់នៅផ្ទះទេដល់តែម្ដាយគាត់ថ្ងៃហ្នឹងម្ដាយរបស់គាត់ដូចថាអ៊ំរបស់គាត់មកហៅមកធ្វើហូបនំបញ្ចុកហូបជុំគ្នាអញ្ចឹងទៅគាត់ក៏ទៅតាមទៅលេងហ្នឹងណាដល់ពេលតែធ្វើនំបញ្ចុកបដាអញ្ចឹងគាត់កំពុងលេងមួយក្មេងៗគាត់លឺម្ដាយគាត់និយាយថាអូយប់មិញដេកយល់សពដល់ហើយថាយល់សពឃើញអីថាយល់សពឃើញបងធីហ្នឹងមកបញ្យល់សពប្រាប់ថាគេអត់ឲ្យចូលផ្ទះទេបញ្យល់សពប្រាប់ថាគេអត់ឲ្យចូលផ្ទះទេអញ្ចឹងក៏បងប្អូនគាត់ហ្នឹងក៏និយាយថាចុះមិនក៏មិនទៅប្រាប់បងថាឲ្យទុកឲ្យប្រពន្ធចូលផ្ទះបានអីចឹងណាម្ដាយគាត់ថាប្រាប់ហើយប៉ុន្តែយប់មិញមកបញ្យល់សពខ្ញុំប្រាប់ថាអ្នកដែលអត់ឲ្យចូលផ្ទះហ្នឹងគឺមិនមែនជំនាញផ្ទះមិនមែនប្រភូមិទេថាជំនាញផ្ទះនឹងប្រភូមិអត់មាននៅនឹងទេអញ្ចឹងនៅពេលហ្នឹងក៏បងប្អូនគាត់ឆ្ងល់ចុះបើជំនាញផ្ទះនឹងប្រភូមិមិនឲ្យចូលណាគេបើជំនាញផ្ទះនឹងប្រភូមិអត់នៅចុះណាគេមិនឲ្យចូលពេលហ្នឹងក៏ស្រាប់តែម្ដាយរបស់គាត់និយាយថាពេលដែលកំពុងតែនិយាយគ្នានេះក៏ស្រាប់តែឮសំឡេងស្រែកជេរដូចថានៅក្នុងយល់សពហ្នឹងគឺខ្មោចមីងធីហ្នឹងគឺមកឈរនៅខាងមុខផ្ទះគាត់ណែឈរមុខខាងមុខផ្ទះគាត់និយាយប្រាប់គាត់តែគាត់ឮសំឡេងជេរបដិញថ្ងៃមករស់ស្អីថ្ងៃទៅឆ្ងាយទៅកុំមកនៅចិត្តកូនអញកុំមកនៅក្បែរកូនអញមានស្រីចង្រៃមានអីចឹងណាស្រែកជេរស្រែកឌីលគាត់ស្រែកជេរហ្នឹងគឺជេរចេញពីផ្ទះរបស់មីងធីពូថាហ្នឹងអញ្ចឹងនៅពេលដែលម្ដាយគាត់កលេចមើលទៅហ្នឹងគាត់ថានៅក្នុងយល់សពហ្នឹងបងខ្ញុំកលេចមើលទៅថាឃើញមនុស្សស្រីម្នាក់ឡើងខ្មៅភ្នែកក្រហមឈរនៅក្នុងដីផ្ទះរបស់មីងធីពូថាហ្នឹងឈរជេរពេលដែលគេស្រែកជេរឌីលមីងធីអញ្ចឹងដល់តែមីងធីលលីបាត់ទៅក៏ម្នាក់ហ្នឹងច្អល់មុខមកកាន់ម្ដាយរបស់បងចော့នេះដែលនៅក្នុងយល់សពហ្នឹងថាកុំចេះដឹងរឿងរបស់អញរឿងគ្រួសារអញនិយាយអញ្ចឹងហើយក៏គាត់ដឹងខ្លួនមកអញ្ចឹងណាគាត់ដឹងខ្លួនមកអាហ្នឹងជាអីដែលម្ដាយគាត់និយាយប្រាប់ទៅកាន់បងប្អូនរបស់គាត់អញ្ចឹងពេលហ្នឹងក៏ម្ដាយរបស់ម្ដាយគាត់ហ្នឹងលោកយាយរបស់គាត់ហ្នឹងនិយាយលោកយាយថាអញសង្ស័យថាពួកវាទៅសុំកូននៅហ្នឹងអញសង្ស័យថាកូនពួកហ្នឹងឯងអញសង្ស័យពេលហ្នឹងក៏ម្ដាយរបស់គាត់ហ្នឹងក៏សួរថាសង្ស័យថាម៉េចម៉ែអញសង្ស័យតែកូនព្រាយទេបើមិនកូនព្រាយក៏កូនខ្មោចដែរតែមកហ្នឹងហើយអញចាប់អារម្មណ៍មួយថ្ងៃដែលថ្ងៃដែលពូថាគាត់មកផ្ទះវិញលោកយាយគាត់ធម្មតាចាស់គាត់អង្គុយជ្រះស្មៅជ្រះអីនៅមុខផ្ទះអីចឹងណាលោកយាយគាត់ថាអញឃើញអាថាវាជិះម៉ូតូមកវាមិនមែនជិះតែឯងទេអញឃើញមានមនុស្សម្នាក់ទៀតអង្គុយពីក្រោយវាពូថាគាត់ជិះម៉ូតូមកបងប្អូនបើថាឃើញទិដ្ឋភាពអាណិតហ្មងពូថាគាត់ជិះម៉ូតូបងប្អូនរបស់ខាងប្រពន្ធគាត់មកណាដៃម្ខាង3កូនដៃម្ខាងជិះម៉ូតូហើយអត់មានតែគេមកជាមួយទេហើយខ្ញុំមិនដឹងថាហេតុអីបានជាក្រុមគ្រួសារខាងស្រីហ្នឹងក៏មកជាមួយពូថាខ្ញុំអត់ដឹងដែរមិនដឹងតែគេខ្លាចឬក៏គេមិនណាពូយើងអត់ដឹងព្រោះអត់បានទៅភូមិមួយទៀតហ្នឹងដើម្បីសួរនាំណាទាំងនិយាយទៅគឺបងចော့គាត់និយាយប្រាប់មកអញ្ចឹងណាអញ្ចឹងគឺពូថាគាត់ជិះម្នាក់ទេប៉ុន្តែលោកយាយគាត់ថាមានអ្នកជិះពីក្រោយពូថាគាត់ថាមានមនុស្សស្រីម្នាក់ស្លៀកបែបខ្មៅហើយខ្មៅទាំងខ្លួនខ្មៅទាំងសក់អីចឹងណាគឺអង្គុយពីក្រោយពូថាហ្នឹងអញ្ចឹងគឺធ្វើឲ្យម្ដាយរបស់បងចော့ហ្នឹងក៏គាត់នឹកឃើញទៅដល់អាកាលដែលអត់មានតែគេនៅទេហើយគាត់ឃើញហ្នឹងគាត់ក៏និយាយគ្នាប្រាប់គ្នាចឹងទៅលោកយាយថាធ្លាប់ដំណើរមកណាពីដើមមកចាស់គាត់អ្នកដើរព្រៃណាប្តីគាត់ហ្នឹងប្តីរបស់លោកយាយហ្នឹងដែលទៅជាតារបស់បងចော့ដែរតែគាត់ចែកឋានទៅហើយគាត់ធ្លាប់និយាយថានៅលើភ្នំហ្នឹងអាកន្លែងអ្នកតាហ្នឹងគេធ្លាប់ឃើញថាដូចថាចុះធំពីចាស់ពីដើមគាត់ទៅព្រៃគាត់បោះធ្នាក់ធ្វើធ្នាក់ដាក់នៅលើដើមឈើសម្រាប់សារហានលោកតាក៏គាត់ថាធ្លាប់ឃើញខ្មោចមិនខ្មោចព្រាយស្រីមួយខ្មៅងឹល
ខ្មៅងើយវានៅកន្លែងហ្នឹងពីដើមឡើយធ្លាប់មានអ្នកទៅសុំកូនសុំអីមែនប៉ុន្តែបន្ទាប់មកនៅពេលដែលគេទៅគេបោះថ្នាក់បោះនៅហ្នឹងគេឃើញគេឧស្សាហ៍ឃើញព្រាយស្រីមកនៅកន្លែងហ្នឹងអញ្ចឹងទៅក៏ចាស់គាត់មកប្រាប់តគ្នាថាគុំឲ្យទៅសុំកូនសុំអីនៅកន្លែងហ្នឹងទៀតសុំអីនៅកន្លែងនេះកន្លែងលោវាប៉ះកូនព្រាយឬក៏ព្រាយហ្នឹងមកឲ្យបរិវារវាមកអញ្ចឹងណាមកនៅធ្វើកូនមនុស្សធ្វើអីចឹងទៅហើយធម្មតាទេតែកូនព្រាយហើយវាច្រើនតែមិនសូវជាល្អមិនសូវជាល្អទេអញ្ចឹងលោកយាយថាសង្ស័យណាស់ពីព្រោះតាមលឺមកតែពីរហ្នឹងវាតែសុំកូននៅហ្នឹងអញ្ចឹងទៅក៏សួរថាធ្វើម៉េចទៅម៉ែធ្វើម៉េចអីចឹងណាលោកយាយក៏គាត់និយាយថាមានធ្វើម៉េចមានតែរោគ្រូឲ្យគេមកទេហើយកូនហ្នឹងនៅពេលដែលធំទៅមិនធំខ្លាំងទេត្រឹមដូចថាដឹងក្តីហើយណា5 ឆ្នាំឬក៏6ឆ្នាំហ្នឹងគឺត្រូវតែយកកូនឲ្យទៅនៅវត្តបួសឲ្យទៅនៅវត្តបួសហ្មងអញ្ចឹងក៏យករឿងហ្នឹងទៅប្រាប់ពូថាដំបូងអត់ជឿគេទេបងប្អូនដំបូងគាត់ជឿគេទេអញ្ចឹងដល់អត់ជឿក៏គេយករឿងហ្នឹងទៅប្រាប់ក្រុមគ្រួសារខាងប្រពន្ធរបស់ពូថាហ្នឹងខាងគ្រួសាររបស់មីងធីនឹងប្រាប់រឿងរ៉ាវហ្នឹងអញ្ចឹងតែមិនមែនក្រុមគ្រួសាររបស់បងចော့នឹងអ្នកទៅប្រាប់ទេគឺអ្នកផ្សេងគេទៅប្រាប់អញ្ចឹងបានដឹងរឿងមួយមកថាថ្ងៃដែលមីងធីគាត់សម្រាលកូនហ្នឹងមីងធីគាត់ស្រែកគាត់មិនមែនស្រែកជឿពោះបែបនេះណាបងប្អូនគាត់ស្រែកថាវាមកហើយចេញឲ្យឆ្ងាយកុំមករកកូនអញកុំមកក្បែរអញអីចឹងគឺលឺមីងធីគាត់ស្រែកអញ្ចឹងហើយក៏មានអ្នកដែលនៅចិត្តខាងហ្នឹងគេឃើញថានៅពេលដែលមីងធីទៅសម្រាលកូនមិនសម្រាលលើផ្ទះប្រុសមិននៅក្រោមស្រីនៅខាងលើដើម្បីជួយគ្នាគេថាគេឃើញមនុស្សស្រីម្នាក់ខ្មៅងឹតអង្គុយនៅកម្មជាដើមមុខផ្ទះអង្គុយបូតសក់សើចស្ញែងអញ្ចឹងភ្នែកក្រហមឃើញលៀនដាត់លិតមាត់លិតអីចឹងណាអាហ្នឹងជាអីដែលគេឃើញហ្មងអញ្ចឹងទៅខាងក្រុមគ្រួសាររបស់អ្នកមីងធីហ្នឹងក៏គាត់នឹកឃើញថាអត់កើតទេអាចប៉ះពាល់ដល់ជីវិតចៅរបស់គាត់ទៀតអញ្ចឹងក៏គាត់យកកូនហ្នឹងឲ្យទៅនៅផ្ទះគាត់ដែលឲ្យពូថាហ្នឹងនៅម្នាក់ឯងពូថាហ្នឹងគឺគាត់ជឿគេគាត់នៅម្នាក់ឯងអញ្ចឹងបងប្អូនល្ងាចឡើងអញ្ចឹងគេតែងតែលឺពូថានិយាយគ្នាមួយមនុស្សណាម្នាក់ចឹងប៉ុន្តែទៀតស្នេហ៍គឺអត់មានអាគេទេនិយាយអូនអីណាកូនយើងអីចឹងនិយាយតែឯងអីចឹងទៅហើយលឺសំឡេងជួនកាលលឺឆ្លោះគ្នាជួនកាលអីចឹងណារហូតដល់ថ្ងៃមួយហ្នឹងមានអ្នកចិត្តខាងហ្នឹងគេមករោសុំបន្លែប្លុកអីចឹងណាមកដល់ស្រែហៅពូថាអត់មានលឺទេម្ដាយឪពុកគាត់នេះគឺជាអ្នកដែលប្រៀបជាងគេប្រុងប្រៀបជាងគេលក្ខណៈថាបើស្ងាត់បាត់ពូថាហ្នឹងគឺដឹងតែមានរឿងគាត់គិតចឹងច្បាស់ជាមានរឿងអីមួយអញ្ចឹងនៅពេលដែលគេមកហៅពូថាអត់មានលឺសំឡេងអីម្ដាយឪពុករបស់គាត់ថាអូត្រូវហើយរឿងហើយគាត់ក៏ទៅមើលបងប្អូនដល់ទៅមើលទៅក៏ដូចថាផ្ទះហ្នឹងវាបិទទ្វារក៏នាំគ្នាឡើងលើផ្ទះដល់ឡើងលើផ្ទះមើលតាមប្រហោងទៅឃើញពូថាហ្នឹងគាត់ចងកឃើញពូថាហ្នឹងគឺចងកបងប្អូនក៏គេនាំគ្នាលុះទ្វារចូលទៅប៉ុន្តែប៉ះទៅបងប្អូនដូចតែគាត់ទើបតែចងកសាច់នៅក្តៅអត់មាននេះទេចឹងក៏តម្លាក់មកចឹងទៅក៏នាំគ្នាធ្វើចលនាបងប្អូនធ្វើចលនាទៅក៏ពូថានឹងដឹងខ្លួនមកក៏ដឹកគាត់ទៅពេទ្យដល់ទៅដល់ពេទ្យចឹងទៅពេលគេមើលអីចឹងទៅក៏គាត់បានធូរណាគាត់បានធូរតែគាត់ទៅនិយាយទៅពីគាត់ថាវាឲ្យខ្ញុំចងកនោះវាឈោនៅមុខចូលទៅក្រៅហ្នឹងតែអត់មានគេឃើញអីទេតោះតែមានអ៊ំស្រីម្នាក់ដែលគាត់មកមើលកូនគាត់នៅក្បែរហ្នឹងដែរនៅក្រេក្បែរហ្នឹងគាត់ថាអូនអ្នកស្រួលវាតាមមកវាចូលនឹងក្រៅខ្មៅងល់វាចូលនឹងក្រៅយកវាទៅវត្តក៏បានយកទៅផ្ទះគ្រូក៏បានដែរបើមិនចង់អូននេះឈួតឬក៏ងាប់ទេយកវាទៅនិយាយអញ្ចឹងហ្មងហើយអ៊ំស្រីនោះនិយាយឡងពេទ្យឈោនៅក្បែរហ្នឹងដំបងពេទ្យគេថាអ៊ំឯងចេះថានិយាយអ៊ំនឹងគាត់និយាយម៉ាត់ឡងពេទ្យភ័យដែរឡងពេទ្យថាធ្វើតាមគាត់ទៅបងយកគាត់ចេញទៅអីចឹងណាដល់ពេទ្យនិយាយអញ្ចឹងក៏យកពូថានឹងចេញពីពេទ្យហ្នឹងទៅយកចេញទាំងសរោមចាប់ដៃបងប្អូនឲ្យទើបចូលពេទ្យបានមួយផ្លេតហ្នឹងយកទៅវត្តដល់វត្តក៏ព្រះអង្គកំពុងតែបោះណាបោះវត្តបោះអីចឹងទៅព្រះគ្រូចាតកាព្រះអង្គកំពុងតែនិមន្តមើលចឹងទៅក៏ស្រាប់តែដល់ពេលដែលដឹកចូលទៅបងប្អូនដឹកម៉ូតូចូលទៅព្រះគ្រូចាតកាបោះដៃមកយកមកមកដូចតែព្រះអង្គហៅក្មេងវត្តណាឈ្មោះនេះចឹងឯទៅបិទទ្វារវត្តទៅបិទទ្វារលបងវត្តស្អែកព្រះអង្គមានសង្ឃនិកាយចឹងទៅបិទទ្វារលបងវត្តចូលមកពុបក៏ព្រះអង្គថាដាក់មកឲ្យអង្គុយនៅមុខកុដិរបស់ព្រះអង្គហើយព្រះអង្គក៏សូត្រទឹកណាលើកតុក
ស្រែកហៅកូនសលើកទឹកលើកនេះលើកមកឲ្យពូថាវិញគឺនៅគីគឺដូចគាត់ក្បាលគាត់កវីក្បាលបែបសេសើចឹងណាដូចលេលើចឹងព្រះអង្គក៏ស្រោចទឹកឈូសោតស្រោចពូថានឹងស្លាប់ឈឹងស្លាប់ទៅដីណាហើយពេលដែលព្រះអង្គស្រោចណាបងប្អូនព្រះអង្គស្រោចបដាព្រះអង្គមើលទៅលបងវត្តបដាមើលទៅទ្វារខ្លោងទ្វារវត្តបដាស្រោចបដាព្រះអង្គតូតមើលទៅនឹងបដារួចទៅនៅពេលដែលពូថាស្លាប់នឹងព្រះអង្គថាលើកទៅដាក់លើក្រេទៅផ្លាស់កៅអៅឲ្យទៅហើយទៅហៅពេទ្យមកមើលនឹងវត្តវិញអញ្ចឹងទៅក៏ឪពុករបស់បងចော့ហ្នឹងក៏ទៅដឹកពេទ្យយកមកមើលនៅវត្តអញ្ចឹងនៅពេលដែលដឹងខ្លួនមកពូថាសុភះប្រសងបណ្ដោយព្រះអង្គអើយកណាជួយកណាផងព្រះអង្គជួយកណាផងអញ្ចឹងក៏ព្រះអង្គថាមិនអីទេមកដល់វត្តហើយវាចូលមកមិនកើតទេញោមឯងនៅវត្តនឹងសិនទៅនៅវត្តនឹងមួយអាទិត្យសិនទៅហើយក៏ព្រះអង្គឲ្យយន់ឲ្យកថាណាឲ្យមកកាន់ឪពុករបស់បងចော့ឲ្យមកកាន់ឪពុកបងចော့ថាយកទៅដាក់កន្លែងកូននឹងណាគឺយកយន់នឹងយកទៅដំតាមប្អួយតាមទ្វារទាំងអស់យកទៅបិទតាមនឹងអស់អញ្ចឹងក៏ឪពុករបស់បងចော့នឹងក៏យកមកប៉ុន្តែគាត់បានទៅខ្លួនឯងទេគឺគាត់ផ្ញើតាមអ្នកភូមិណាឲ្យយកទៅឲ្យទៅឲ្យប្រាប់តាមអីដែលប្រសងព្រះអង្គសង្ឃដីកាទៅហើយឪពុកគាត់ក៏មិនបានទៅវត្តទៀតដែរគឺមកផ្ទះប៉ុន្តែអ្នកភូមិដែលទៅជាមួយឪពុករបស់គាត់ហ្នឹងដូចថាកូនសិស្សលោកគេជូនមកផ្ទះអញ្ចឹងណាគាត់មិនដល់គាត់ស្រែកប្រាប់ណែអាចចោអើយណែប្រសងព្រះអង្គផ្ញើមកឲ្យផ្ញើយន់មកឲ្យដូចគ្នាប៉ុន្តែគាត់ថាយន់ដែលយកទៅផ្ទះរបស់ក្មេងនោះគឺយកផ្ទះយាយរបស់ក្មេងនោះគឺអាកថាយើងកថាដែលចានៅលើស្លឹកស្ពាន់ហ្នឹងហើយប៉ុន្តែយកមកផ្ទះគាត់ហ្នឹងគឺយន់មកផ្ទាំងធំពណ៌ក្រហមថាប្រសងមានសង្ឃដីកាថាឲ្យចောឯងហ្នឹងយកទៅដាក់នៅក្នុងផ្ទះទៅយកដាក់ផ្ទះយប់នេះវាមកលេងហើយមែនយប់ឡើងបងប្អូនហើយវាមកស្រែកហៅបងអើយចុះមកតិចមកបងស្រែកហៅធ្វើជាសំឡេងមីងធីណាស្រែកហៅអញ្ចឹងដល់យើងអត់ចុះទៅបងប្អូនវាស្រែកវាបែបខឹងវាណាហើយព្រលឹមឡើងអ្នកភូមិនិយាយគ្នាហ្មងអ្នកដែលនៅក្បែរហ្នឹងដែលឃើញថាយប់មិញហ្នឹងគឺលឺសំឡេងស្រែកមនុស្សស្រីស្រែកនៅក្នុងផ្ទះហ្មងស្រែកនៅក្នុងផ្ទះរបស់មីងធីពូថាហ្នឹងហើយឃើញភ្លើងបែបស្រែកបែកផ្កាភ្លើងក្នុងផ្ទះហ្នឹងហ្មងដូចវាខឹងវាស្រែកទៅវាភ្លើងវាភ្លឺពេញតែក្នុងហ្នឹងគឺបែបហ្នឹងហ្មងរហូតដល់មួយអាទិត្យពេញក៏ពូថាហ្នឹងពូថាគាត់មកផ្ទះប៉ុន្តែមិនមកតែឯងគឺប្រសងព្រះអង្គមកដែរមកដល់ប្រសង7អង្គបងប្អូនមកធ្វើពិធីនៅផ្ទះហ្នឹងឡើងដូចតែព្រះអង្គនិមន្តឡើងទៅលើផ្ទះហ្នឹងសូត្រនៅលើផ្ទះហ្នឹងសូត្រ1ម៉ោងអត់ឈប់ណាបងប្អូនហើយធម្មតាប្រសងមកសូត្រយើងមិនទៅប៉ុន្តែប្រសងអត់ឲ្យឡើងនៅគេឡើងទៅទេឡើងនៅលើផ្ទះហ្នឹងគឺមានតែពូថាជាមួយនឹងប្រសង7អង្គសូត្រ1ម៉ោងពេញបានប្រសងព្រះអង្គនិមន្តចុះមកព្រះអង្គប្រោះព្រំដល់ប្រោះព្រំច្រឡំដើរស្មាទោនិមន្តប្រោះព្រំផ្ទះដីនឹងទំហំប៉ុណ្ណាគឺនិមន្តប្រោះព្រំទំហំប៉ុណ្ណឹងប្រោះព្រំនិយាយទៅគឺពេញមកផ្ទះហ្នឹងហ្មងប្រោះព្រំហើយក៏ព្រះអង្គមានសង្ឃដីកាថាខ្ញុំថាអីចង់ដេកនៅផ្ទះក៏បានចង់ទៅដេកនៅវត្តក៏បានដែរតែផ្ទះនេះលេងអីហើយពូថាគាត់ថាហ៊ាននៅទេគាត់សុំទៅសារៈនៅវត្តសុំឲ្យបាត់ខ្លាចមិនគាត់ហ៊ានមកផ្ទះវិញប៉ុន្តែយប់ឡើងអត់មានលឺទេបងប្អូនអត់មានលឺទេប៉ុន្តែគេឃើញភ្លើងហោះឆ្វែលផ្ទះហ្នឹងណាហោះឆ្វែលផ្ទះហ្នឹងក៏ហោះទៅបាត់ទៅអញ្ចឹងក៏រំលងមកបាន2អាទិត្យបានពូថាហ៊ានមកផ្ទះវិញហើយគាត់ដូចថាទៅយកកូនគាត់មកផ្ទះវិញណាទៅយកមកហ្នឹងក៏ដូចថាម្ដាយខាងពូថានេះគាត់មកនៅដែរម្ដាយពួកគាត់មកនៅផ្ទះហ្នឹងដែរណាមកនៅមើលចៅជួយមើលចៅអីចឹងទៅនៅពេលដែលមកហ្នឹងក៏ដឹងដូចថាខាងឪពុកម្ដាយបងប្អូនរបស់មីងធីហ្នឹងគាត់មកអញ្ចឹងគាត់ថាអាថ្ងៃដែលយកកូនទៅហ្នឹងយកកូនទៅទុកនៅផ្ទះហ្នឹងឮសំឡេងមីងធីមកហៅកូនហ្មងមីងធីមកហៅយកកូនហ្មងម៉ែអើយម៉ែខ្ញុំមកយកកូនខ្ញុំទៅផ្ទះវិញម៉ែឮសំឡេងហៅចឹងហ្មងប៉ុន្តែគេដឹងហើយនោះថាមីងធីគាត់ស្លាប់ហើយអញ្ចឹងមានតែគេបើកទ្វារមានតែគេយកកូនមកឲ្យមែនអត់ហៅមួយអាទិត្យពេញតែទោះត្រង់ថាអ្នកភូមិនោះផ្ទះគេនៅជាប់គ្នាគេមិនដូចនៅភូមិរបស់បងចော့ទេអញ្ចឹងគេឃើញគេថាអ្នកក្បែរផ្ទះហ្នឹងអ្នកមុខផ្ទះហ្នឹងគេឃើញតែមកហ្នឹងគឺមានតែមកកណាត់ខ្លួនទេឲ្យខ្មៅងឹលមកកណាត់ខ្លួនខ្មៅងឹលមកឈោមុខផ្ទះហ្នឹងមកឈោហៅឡងយូបានទៅវិញអញ្ចឹងណាបាត់ទៅហើយឡងយូបានបាត់ទៅអញ្ចឹងគេសន្តានថាខ្មោចហ្នឹងគឺព្រាយហ្នឹងវាមកតាមមកយកកូនហ្នឹងទៀត
អញ្ចឹងទៅគ្រួសាររបស់គាត់មើលកូននឹងដល់អាយុ5ឆ្នាំក៏យកទៅដាក់វត្តឲ្យបួសឲ្យរៀននៅវត្តអញ្ចឹងណាយកដាក់វត្តអីចឹងទៅគាត់ថាក្មេងនឹងរៀងសោយបងប្អូនដូចថាគាត់ទៅនៅកត់នឹងអញ្ចឹងទៅនៅកត់នឹងនៅបានមួយអាទិត្យកត់នឹងឆេះទៅនៅកត់មួយទៀតកត់នឹងនៅបានមួយអាទិត្យផ្ទះបាញ់កត់នឹងព្រះគូចៅអត្តការដូចថាព្រះអង្គអាណិតព្រះអង្គមិនដេញទេបងប្អូនហើយព្រះអង្គតែងតែដូចថាព្យាយាមថាស្រោចទឹកប្រោះព្រំលើកដេស័យឲ្យគ្នាអញ្ចឹងណាកុំឲ្យគ្នាសោយកុំឲ្យគ្នាអីអញ្ចឹងណាប៉ុន្តែគ្នានៅតែសោយគាត់ថាមិនសោយខ្លាំងទេមិនសោយជាសោយខ្លាំងទេគាត់ថាយើងនិយាយតែមកថាសោយហើយដូចថាជិះម៉ូតូទៅជាមួយគេម៉ូតូគេបែកកង់អញ្ចឹងទៅជួនកាលអញ្ចឹងគេដាក់ក្មេងនឹងចុះរួចទៅម៉ូតូនឹងជិះទៅក៏ដួលតែឯងប្រកែកប្រកិនអញ្ចឹងទៅអញ្ចឹងណាវាមានបែបហ្នឹងណាអញ្ចឹងរហូតដល់ថាគ្នាអាយុ7ឆ្នាំបងប្អូនបានបាត់សោយបាត់អីហ្នឹងបានបាត់សោយបាត់អីហ្នឹងប៉ុន្តែគាត់ថាមនុស្សគ្នាអភ័ព្វដោយថាបែកពីម្ដាយតាំងពីកើតមកអត់បានឃើញមុខម្ដាយធំឡើងក៏មកនៅវត្តឪពុកនោះក៏នៅផ្ទះហើយពូថាមិនដឹងមិនបងប្អូនពេលដែលរំលងមកណាដូចថារំលងមកបានមួយរយៈទៅក៏គាត់ទៅជារៀងវែងណានិយាយបែបមិនដឹងអីបងប្អូនមិនដឹងថាម៉េចដែរបែបទៅជាអញ្ចឹងវិញណាប៉ុន្តែគាត់មិនមែនថាលក្ខណៈថាគាត់វែងកាចអីដែរលក្ខណៈថាថ្ងៃណាទៅគាត់និយាយមិនដឹងអីចឹងទៅនិយាយមិនដឹងអីបែបអត់និយាយអត់ចោះគេចឹងណាហើយយើងនិយាយពីខ្មោចមីនធីវិញគឺអត់ទៅចាប់ជាតិទេគាត់នៅតាមកូនរបស់គាត់គេអាសាឃើញគាត់មកឈរនៅក្បែរលបងវត្តហ្នឹងមកលួចមើលកូននៅតាកូននៅកត់លេខ5អញ្ចឹងកត់លេខ5វានៅទិសខាងជើងអញ្ចឹងឃើញខ្មោចមីនធីហ្នឹងឈរនៅក្រៅលបងហ្នឹងមើលមកកូនអាហ្នឹងតាមអ្នកដែលគេនៅជាមួយគេនិយាយប្រាប់ណាគាត់ថាមកឈរគឺគាត់តែឈរមើលទេមិនដែលហៅមិនដែលអីទេហើយដំបូងឡើយក៏គេមិនដឹងថាជាម្ដាយរបស់ប្អូននឹងដែរមិនដឹងថាជាមីនធីនឹងទេប៉ុន្តែគេចេះឆ្ងល់ថាកូននឹងដូរកត់ទៅតាណាតែឃើញខ្មោចនោះនៅកប្រហែលទៅហ្នឹងរហូតដល់ថ្ងៃមួយនោះគ្រូចាតកាព្រះអង្គដោយថាព្រះអង្គនិមន្តអញ្ចឹងទៅក៏ឃើញព្រះអង្គចែកដនឃើញក៏ព្រះអង្គនិមន្តទៅនិយាយប្រាប់ណាព្រះអង្គថាញោមហើយមិនបាច់មកមើលកូនទេញោមឯងទៅភពរកកំណើតទៅកូននៅវត្តនេះគឺល្អហើយស្រួលហើយអាត្មាមើលថែរក្សាហើយញោមឯងក៏ទៅរកភពរកកំណើតអីចឹងណាគឺព្រះអង្គនិយាយអញ្ចឹងព្រះអង្គមានសង្កេតការអញ្ចឹងហើយក៏ដូចថាលេងឃើញទៀតប៉ុន្តែព្រះអង្គតែប្រាប់ទៅនេនណានេនដែលជាកូនរបស់មីនធីហ្នឹងប្រាប់ថាឧស្សាហ៍ធ្វើបុណ្យឧទ្ទិសកុសលឲ្យម្ដាយផងឧស្សាហ៍សូត្រដូចថាផ្សាយមេត្តាធម៌ឲ្យម្ដាយអីចឹងណាដើម្បីម្ដាយឆាប់បានទៅចាប់កំណើតយកកំណើតកើតជាអីចឹងទៅគឺព្រះអង្គមានសង្កេតការប្រាប់មកអញ្ចឹងមកដល់ឥឡូវហ្នឹងគឺកូនហ្នឹងគឺធំហើយបងប្អូនតាមតែបង្ចក់ប្រាប់ហ្នឹងគាត់មានគ្រួសារហើយប៉ុន្តែបងប្អូនហើយមុននឹងមានគ្រួសារគឺលក្ខណៈថាស្រឡាញ់គ្នាដូចថាទៅដឹងគេអញ្ចឹង3នាក់គឺអត់ដូចថាអត់បានការបងប្អូនលក្ខណៈថាស្រឡាញ់គ្នាតែដូចថាទៅដឹងហើយអញ្ចឹងទៅក៏ខាងស្រីគេរត់ដូចថាទៅថៃបាត់អញ្ចឹងទៅគេរត់ចោលទៅការតែមិនមែនថាម៉ែឧបកម្មទេគឺស្រឡាញ់គ្នាទេប៉ុន្តែឲ្យតែចិត្តដល់ថ្ងៃការគឺអញ្ចឹងមកដូចតែគេនាំទៅដូចថាឲ្យបែកបាក់គ្នាអីចឹងណារហូតដល់អ្នកចុងក្រោយនេះប្រពន្ធគាត់សពថ្ងៃហ្នឹងធ្វើពិធីបងប្អូនមានដូចថាចាស់គាត់និយាយថានេះអូននេះកូនរបស់គេយើងសុំគេមកអញ្ចឹងយើងរៀបការរៀបអីឲ្យវាហ្នឹងយកបានប្រាប់ម្ដាយដើមគេកន្លែងលោតែម្ដាយដើមគេប្រកាន់អ្នកដែលគេឲ្យមកហ្នឹងប្រកាន់អញ្ចឹងទៅធ្វើពិធីទៅសុំគេទៅប្រាប់គេទៅអញ្ចឹងពិធីហ្នឹងគឺធ្វើឧបកិច្ចទេធ្វើនៅមាត់ព្រៃបងប្អូនធ្វើនៅមាត់ព្រៃសុំគេណាធ្វើឧបកិច្ចទេឧបកិច្ចថាឥឡូវសុំឲ្យកូននេះវាមានគ្រួសារវារៀបការរៀបអីអញ្ចឹងណាអញ្ចឹងទៅនៅពេលដែលធ្វើពិធីហ្នឹងក៏អត់កូនស្រីហ្នឹងយើងវាមិនដឹងថាម៉េចដែរណាក៏គាត់ថានៅស្រឡាញ់រហូតបានការបានអីចឹងទៅហើយថ្ងៃការហ្នឹងក៏គេមានរៀបចំសែនឲ្យម្ដាយដើមអីដែរអញ្ចឹងណាបងប្អូនអញ្ចឹងអានេះជាសាច់រឿងរ៉ាវរបស់បងចော့ដែលគាត់បានចែករំលែកមកពាក់ព័ន្ធជាមួយជីវិតរបស់ប្អូនប្រុសម្នាក់ដែលម្ដាយឪពុកគាត់ទៅសុំពីនេះមកហើយតាមពិតទៅអានេះបើតាមខ្ញុំធ្លាប់ឮបងប្អូនមិនមែនតែកូនដែលសុំនឹងអ្នកតាឬក៏អីទេមានបងម្នាក់ហ្នឹងម្ដាយគាត់ទៅសុំគាត់នឹងលោកតារាជនឹងកោបងប្អូនហ្នឹងហើយទៅសុំនឹងលោកតារាជគាត់ដូចគ្នាអញ្ចឹងដែរគាត់ស្រឡាញ់គ្នាបងប្អូនភ្ជាប់ពាក្យភ្ជាប់អីហើយមិនដែលបានការទេចេះតែខាងស្រីគេចេះដូចថាចាប់របូតណាតទៅសុំនឹងតារាជទៅសុំលោកតារាជហ្នឹងថាឥឡូវកូនធំហើយឥឡូវសុំឲ្យកូនហ្នឹងការបានអីបាននេះបានគាត់នៅឃ្លាំងសៀមរាបនេះឯងអញ្ចឹងបានការបានអីបានសពថ្ងៃហ្នឹង
chẳng là nó tham chùm nước cái tham màu pin chẳng ai còn để dân sống kế về đại ca về đấy dân trời tập rập từ nè để dân sống nặng đài của dân sống kia vô màu chẳng để bị chỉ còn bao cái đái hay dân điệp ca để bây giờ rập cái khăn cái ấy chẳng là bồng bồn nó có nó ấy thì nhung sọp lư lọp đập vào chẳng cứ miền tập ban đằng ngày bồng bồn sẽ thường bao giờ ngày nè có con bồng bồn mền ten để bàn tam ăn đập bàn thang được trong chân này cha bàn thang trong chân này tham mấy thế hay dạng mệt đái cho mùi đằng ca đặt ở video để trong thọt chỉ mà tố đã màu nước nông video nắng bong bồn mơ tới mệt đái chia sẻ từ sau từ ngày nè cứ mà sao mà nhập bàn từ thọt chẳng nhung thọt tháng ngày nhung miền ca từ cô tới nhung thọt tháng ngày chẳng có vô mà đặt được tại nơi video có nhung đặt để nhung thọt nó bị dục mình chẳng cứ ở côn bong bồn maintain ra các bạn sẽ bị download đã chop ở côn ra các like share comment subscribe mỗi video tiện năng có côn đã bong bồn đại tay ở một tham thảo cá mà cần được chụp bài thì trong các sum chụp bong bồn đó khní chụp tại sầm nang đó sẽ có việc đó rồi từ tin miền ban đồngតាមvề groupแบบយ៉ាងក៏សូមឲ្យសម្រេចតាមការបងតារៀនខ្លួនរកការធ្វើដំណើរមិនថាទៅទីចិត្តឬទីឆ្ងាយទេក៏សូមឲ្យជួបតែសុខសុវត្ថិភាពទៅមកជួបនៅគេស្នេហ៍រកអានជួបនៅគេជួយអាសាពីខ្ញុំបាទចំណែកកុំខ្លាចយើងសន្យាថាជួបគ្នាថ្ងៃស្អែកតាមពេលវេលាមកដដែលជម្រាបលា